អបអរសាទរសង្ក្រាន្តបញ្ញាជនកម្ពុជាជួបគ្នានៅថ្ងៃទី11ខែមេសាឆ្នាំ2025ខាងមុខនេះស្វាគមន៍អង្គរសង្ក្រាន្តជួបជុំសន្តានមកគ្រួសារខ្មែរសូមគោរពជម្រាបសួរបងប្អូនពីសាលារៀនបញ្ញាជនកម្ពុជានេះគឺជាល្បែងកម្សាន្តមួយប្រភេទដែលយើងនិយមលេងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់យើងល្បែងកំសាន្តប្រជាប្រិយមួយប្រភេទនេះមានឈ្មោះថាល្បែងស្វាដណ្ដើមស្លឹកឈើគឺជាប្រភេទល្បែងប្រជាប្រិយដែលមានការចូលចិត្តនិយមលេងយ៉ាងច្រើនពីសំណាក់បងប្អូនទាំងចាស់ទាំងក្មេងគ្រប់វ័យតែម្ដងគឺសប្បាយខ្លាំងណាស់និយាយអំពីល្បែងនេះត្រួសដើម្បីជាការបញ្ញត្តិអារម្មណ៍ឡើងវិញក៏ដូចជាឲ្យក្មេងៗជំនាន់ក្រោយគាត់បានស្វែងយល់ខ្លះៗដែរបាទគឺល្បែងស្វាដណ្ដើមស្លឹកឈើគេតម្រូវឲ្យមានអ្នកលេងចំនួន2ក្រុមហើយក្រុមនីមួយៗត្រូវតែមានសមាជិកស្មើៗគ្នានិងមានអាជ្ញាកណ្ដាលមួយរូបហើយក្រុមទាំងពីរត្រូវប្រកួតគ្នាដើម្បីដណ្ដើមយកស្លឹកឈើដែលអាជ្ញាកណ្ដាលបានដាក់នៅចំកណ្ដាលនៃបរិវេណនៃការប្រកួតហើយរបៀបនៅក្នុងការរៀបចំលេងគឺសមាជិកនៃក្រុមនីមួយៗត្រូវឈរមួយជួរទល់មុខគ្នាហើយជួរនីមួយៗគឺគេដាក់លេខរៀងឧទាហរណ៍ថាជួរទី1មានសមាជិកប្រុសចំនួន5នាក់អញ្ចឹងមកខាងទៀតគឺអាចជាអ្នកលេងផ្នែកនារីចំនួន5នាក់ដែរហើយគេអាចដាក់លេខរៀងលេខ1លេខ2លេខ3លេខ4លេខ5បន្ទាប់មកអាជ្ញាកណ្ដាលដែលជាអ្នកនៅកណ្ដាលហ្នឹងគឺជាអ្នកធ្វើការហៅលេខរៀងដើម្បីឲ្យអ្នកលេងគាត់ឡើងទៅប្រកួតបាទហើយក្នុងការប្រកួតនេះគឺគេមានលក្ខខណ្ឌតូចៗនៅក្នុងហ្នឹងទៀតឧទាហរណ៍ថាពេលដែលគាត់ហៅលេខ2អញ្ចឹងមកខាងទាំងសងខាងហ្នឹងគឺសមាជិកដែលមានលេខ2គឺគាត់ដែលជាអ្នកហៅថាលំដាប់ទី2ហ្នឹងគាត់រត់ទៅអញ្ចឹងគាត់ត្រូវធ្វើការប្រើល្បិចបឆោតយ៉ាងម៉េចឲ្យដូចស្វាណាគេហៅថាលក្ខណៈលេងឲ្យមានភាពកំមិចកំបើមឲ្យដូចស្វានៅលើស្លឹកឈើដើមឈើអញ្ចឹងណាបងប្អូនអញ្ចឹងឯងបានចាស់របស់យើងដាក់ល្បែងនេះថាល្បែងស្វាដណ្ដើមស្លឹកឈើអញ្ចឹងបើសិនបើយូរពេកឧទាហរណ៍ថាអ្នកលេខ2ហ្នឹងគាត់ប្រើក្បាច់ក្បូរអីមិនបានដោយសារមកខាងទៀតនឹងគាត់បកកែដែរគាត់ស្អិតដែរអញ្ចឹងគេហៅលេខណាមួយទៀតដើម្បីទៅជួយបាទអញ្ចឹងគេនឹងធ្វើការហៅនឹងដណ្ដើមស្លឹកឈើឬក៏មែកឈើដែលយកទៅលេងហ្នឹងមែកឈើតូចៗហ្នឹងគឺត្រូវដូចថាគ្រប់លក្ខខណ្ឌ3ដងត្រូវចាញ់អញ្ចឹងគឺឲ្យក្រុមដែលចាញ់គាត់អាចច្រៀងចម្រៀងប្រពៃណីខ្មែរអីរាំអញ្ចឹងទៅបាទហ្នឹងគឺសប្បាយណាស់ហើយអត្ថន័យនៃការលេងល្បែងដណ្ដើមស្លឹកឈើនេះគឺមិនត្រឹមតែផ្ដល់នូវភាពសប្បាយរីករាយទេប៉ុន្តែថែមទាំងបង្រៀនមនុស្សយើងឲ្យមានភាពវាងវៃស្វាហាប់ហើយរហ័សរហួនព្រោះយើងឃើញហើយពេលដែលលេងគឺបើសិនបើអ្នកដែលឧបមាថាគេហៅលេខទៅគាត់ដូចថាអារម្មណ៍អត់សូវនៅក្នុងខ្លួនណាគាត់ទៅដល់ភាគីម្ខាងទៀតទីស្លឹកឈើរត់ទៅបាត់ហើយអញ្ចឹងចង់គាត់ត្រូវបដោតអារម្មណ៍ហើយគាត់ត្រូវស្វាហាប់ហើយរហ័សគ្រាន់តែហៅភ្លាមគឺចេញទៅផ្លែតែម្ដងហើយធ្វើយ៉ាងម៉េចដើម្បីយកឈ្នះបាទនេះគឺជាការសង្ខេបខ្លីៗទេបងប្អូនលោកលោកតាលោកពូអ្នកមិញដែលកំពុងទស្សនាវីដេអូនេះមានជាយោបល់អីបន្ថែមបាទសូមសរសេរជា comment នៅខាងក្រោមវីដេអូទាំងអស់គ្នាសូមអរគុណដែលបានចូលទស្សនាវីដេអូនេះ